បាទជំរាបសួរបងប្អូនប្រិមិត្តដែលតែងតែតាមដានទស្សនានៅលើបណ្ដាញសង្គម YouTube និង Facebook វិលត្រឡប់មកវិញជាមួយនឹងរបៀបប្រើប្រាស់កុំព្យូទ័រសម្រាប់ជនដែលមានពិការភាពផ្នែកភ្នែកហើយកាលពីវគ្គមុនខ្ញុំក៏បានបង្រៀនបងប្អូនឲ្យស្គាល់អំពីអ្វីទៅដែលហៅថាកុំព្យូទ័រហើយអ្នកពិការភ្នែកគាត់ប្រើដោយរបៀបណាមាន2វីដេអូកន្លងមកហើយតាមកិច្ចសន្យាខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងអក្សរខ្មែរកាលពីមុនហ្នឹងគឺខ្ញុំបានដំឡើងសលេងវានេះខ្ញុំដំឡើងសលេងឲ្យវាអានចេះនៅពេលដែលខ្ញុំចុចត្រង់ចំណុចណាគឺវាឮអញ្ចឹងចុចដល់ណាឮដល់ហ្នឹងអញ្ចឹងវីដេអូមុនខ្ញុំបានប្រាប់បងប្អូននឹងពីរបៀបដំឡើងរួចហើយអញ្ចឹងតាមកិច្ចសន្យាគឺខ្ញុំនឹងមកបង្រៀនបងប្អូនអំពីរបៀបដំឡើងអក្សរខ្មែរគេថាខ្មែរហ្នឹងឈ្មោះវា Microsoft របស់ Microsoft ហើយសលេងហ្នឹងគឺមាន2សលេងប្រុសនិងសលេងស្រីអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបដំឡើងទៅកាន់បងប្អូនទាំងអស់គ្នាឲ្យចេះហើយអត្ថប្រយោជន៍ហ្នឹងមែនតើទៅនៅក្នុងនេះគឺយើងប្រើធម្មតាបើសិនជាអត់មានអក្សរខ្មែរទេគឺយើងប្រើបានតែអង់គ្លេសតែយើងចុចទៅវាអានអញ្ចឹងណាអញ្ចឹងគឺវាអានធម្មតាអញ្ចឹងវាអត់មានអានខ្មែរអីទេបងប្អូនធ្លាប់ដឹងហើយនៅក្នុងទូរស័ព្ទគឺវាមានគេហៅសលេងមួយគេថា Auto TTS នោះដល់ពេលយើងចុចអង់គ្លេសវាអានវាចុចទៅវាជួបអក្សរអង់គ្លេសវាអានអង់គ្លេសនៅពេលដែលវាជួបខ្មែរគឺវា switch ទៅជាភាសាខ្មែរវានិយាយជាភាសាខ្មែរទៅសេអីគឺដឹងអញ្ចឹងឥឡូវគឺនៅក្នុងកុំព្យូទ័រគឺមានអញ្ចឹងកុំឲ្យខាត់ពេលវេលាចូលមកមើលរបៀបដំឡើងទាំងអស់គ្នាជាមួយខ្ញុំអញ្ចឹងដំបូងគឺខ្ញុំទុក file របស់ខ្ញុំគឺនៅក្នុង Windows Explorer អញ្ចឹងរបៀបចូល Windows Explorer shortcut key វាគឺចុច Windows បូកនឹងអក្សរ E ហើយតមកខ្ញុំចុច Shift Tab មួយដោយសារតែវាជា Windows 11អញ្ចឹងចុច Windows Shift បូកនឹង Tab និង Preview ចុចទៅក្នុង Download ជាអក្សរ D មក Download ចុច Enter មួយចុចចុះក្រោមអូខេខ្ញុំចុចទៅវាអានអញ្ចឹងខ្ញុំចុចnatural នៅទីណាអញ្ចឹងវាអាចខុសបន្តិចដោយសារតែមិញខ្ញុំ copy ហើយបងប្អូនអញ្ចឹងខ្ញុំចូលទៅក្នុង hard drive របស់ខ្ញុំតែម្ដងទៅដោយសារតែខ្ញុំមានទុកនៅក្នុង hard drive ដែរអញ្ចឹងខ្ញុំចូល Windows Explorer ម្ដងទៀតចុចតែប៉ុតមិញខ្ញុំទុកនៅក្នុង download ខ្ញុំ copy ហើយតែវាអត់ឃើញជាប់អញ្ចឹងម្ដងទៀតចុច Shift Tab មិញគឺចុច Windows បូកអក្សរ A អញ្ចឹងចុច Shift Tab មកលើ Preview អាហ្នឹងយើងចុច down arrow រហូតមកនេះឈ្មោះខ្ញុំនេះ Drive F ខ្ញុំចុច Enter ខ្ញុំចុចអក្សរ P ដើម្បីចូលឈ្មោះខ្ញុំព្រោះបង្កើត folder ច្រើនបងប្អូនចុចអក្សរ P ម្ដងទៀតទៅរកពាក្យថា Program តើវិញចុចអក្សរ N ទៅរកពាក្យថា Natural Voice អញ្ចឹងខ្ញុំចុច Enter មកទៀតហើយខ្ញុំចុចទៅរកពាក្យថា Installer 64 Installer 64 bit install.h បងប្អូនត្រូវចាំថាពេល file សម្រាប់កុំព្យូទ័រគឺ .h មាន txt មាន file សម្រាប់កម្មវិធីមាន ppk មានអីចឹងទៅមានច្រើនណាគឺមាន file ច្រើនអញ្ចឹងខ្ញុំចុចលើ installer នឹងតែម្ដងមកនៅក្នុងហ្នឹងក៏មានវាមាន64និង32អញ្ចឹងខ្ញុំត្រូវការតម្លើងវាទាំងអស់អានេះខ្ញុំចុច tab បងប្អូន
ចឹងដំបូងយើងចុច install 64 install 64 ហើយ shortcut key វានិយាយកតុយដើម្បីចុច install ឲ្យបានលឿនទី1យើងចុច enter ក៏បានយើងចុច alt s ក៏បានអញ្ចឹងខ្ញុំចុច alt s តែម្ដងទៅអញ្ចឹងកតុយនេះវាឲ្យអូខេអញ្ចឹងយើងអូខេទៅចឹងខ្ញុំធ្វើការ install 32មួយទៀតហើយខ្ញុំតម្លើងអានឹងមួយហើយខ្ញុំនឹងធ្វើការតម្លើង file មួយទៀតដើម្បីវា support អក្សរខ្មែរគេថាខ្ញុំនិយាយខាងលើគឺនៅក្នុងទូរស័ព្ទគឺវាមាន auto TTS អញ្ចឹងខ្ញុំធ្វើការតម្លើង file មួយទៀតនៅលើកុំព្យូទ័រគេថា multi-lang អញ្ចឹងក្នុងកុំព្យូទ័រហ្នឹងវាមាន2បងប្អូនមាន2ទី1គឺគេហៅ dual speak dual language ហ្នឹងសម្រាប់ប្រើមួយ NVDA ដូចគ្នាហើយក៏ multi-lang គឺវាល្អជាងវាដាក់បានភាសាច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំសូមតម្លើង multi-lang មួយទៀតណាឡើង multi-lang មួយទៀតអូខេហើយអញ្ចឹងខ្ញុំចុចបិទវាមួយសិនខ្ញុំចុចតម្លើង multi-lang មួយទៀតសិនបញ្ជាក់បងប្អូនអានេះវាជា add-on ណានៅក្នុង NVDA នេះគឺមាន add-on យើងដាក់បានច្រើនមែនតើ add-on ហ្នឹងគឺយើងចង់ដាក់អីគេក៏បានដែរអត់តែយើងស្គាល់វាអត់សូវខុសគ្នាពី Chrome ពី Firefox ពីអីទេវាមាន add-on មានដូចគ្នាអញ្ចឹងណាតែខ្ញុំធ្វើការអញ្ចឹងនៅពេលដែលយើងនេះវាសួរថាយើងឲ្យយើង restart ដើម្បីធ្វើការ launch add-on ហ្នឹងអញ្ចឹងសូមចុច yes ទៅឥឡូវ multi-lang យើងតម្លើងហើយ natural voice ក៏យើងតម្លើងហើយអញ្ចឹងខ្ញុំសូមចូលទៅកំណត់សលេងសិនបងប្អូននេះវាសលេងគេហៅថាសលេងeloquence នៅក្នុង iPhone ក៏មាន eloquence នៅ Android ក៏មាន eloquence តែនៅក្នុង NVDA គេ update ទៅឈ្មោះថា IBM វិញខ្ញុំអត់ដឹងដែរទៅចឹងទៅអញ្ចឹងតម្លើងខ្ញុំធ្វើការ install កំណត់ voice កំណត់សលេងភាសាខ្មែរអញ្ចឹងយើងចុច NVDA បូក control បូកអក្សរ V ឬក៏ insert បូក control បូកអក្សរ V អញ្ចឹងខ្ញុំចុច tab អធិស្ឋានបងប្អូននេះខ្ញុំដូរសិនដូរ synthesizer មកសិនដូរទៅភាសាដូរទៅ natural voice insert ឬក៏ NVDA បូក control បូកអក្សរ S ហើយខ្ញុំចុចទៅរកពាក្យថា Microsoft Shopify Microsoft Speak API version 5វា load បែបនេះអញ្ចឹងខ្ញុំធ្វើការដូរសលេងខ្ញុំដាក់ភាសាខ្មែរមួយសិនបងប្អូនអញ្ចឹងខ្ញុំបញ្ជាក់ដោយបរិញ្ញាពីមុនអញ្ចឹងមុននឹងបន្តិចNVDA ឬក៏ insert បូក control បូកអក្សរ V តោះមកយើងចុច tab ពីរដង change voice combo box នេះយើងចុច down arrow រហូតមកចុចទៅរកពាក្យថាពិសិដ្ឋគឺខ្ញុំចុចដាក់សលេងពិសិដ្ឋវារៀងយឺតដោយសារតែយើងប្រើអ៊ីនធឺណិតសលេងច្បាស់មែនតើបងប្អូនច្បាស់នេះអញ្ចឹងយើងចុច enter មកកែវានិយាយមួយ offset សពប្រមាណនេះ
nè 11 40អញ្ចឹងដើម្បីអាចកំណត់បានអញ្ចឹងខ្ញុំសូម switch វាទៅ multi-lang ដែលខ្ញុំទៅឡើង add on ប្រាប់ពីមុនហ្នឹងចុចដល់ NVDA ឬក៏ insert បូកអក្សរ S select synthesizer dialogs អញ្ចឹងចុចអក្សរ M ទៅពីដល់ multi-langអញ្ចឹងអានេះគឺជាសលេងដើមមក NVDA បងប្អូនអញ្ចឹងខ្ញុំសូមដូរសិនដូរសលេងដូរពឹប NVDA control បូកអក្សរ V ចុច tab មក default voice នេះខ្ញុំសូមដាក់ភាសាខ្មែរសិនចុចអក្សរ K មកខ្មែរហើយខ្ញុំដាក់ដាក់នេះចុះដាក់ខ្មែរសិនអូនេះចាំមកផ្លែតខ្ញុំសូមអញ្ចឹងម្ដងទៀតដូរម្ដងទៀតមកដូរដល់អង់គ្លេសសិនអង់គ្លេសដូរម្ដងទៀតខ្ញុំសូមដូរម្ដងទៀតមក Desktop list Microsoft Edge 11 of 40 NCH Suite NV Power ISO QuickTime Player Record Add Sound Recorder Easy Edit Helper ExpressVPN 8 of 40ខ្ញុំសូមតេស្តមើលសិន NVDA settings change but default voice combo box player KM collapse alt synthesizer combo box IBM TTS collapse alt plus Microsoft Speech API version 5 Desktop list ExpressVPN 8 of set NVDA settings change default voice combo box player K synthesizer combo box Microsoft Speech API version 5 collapse alt plus S default voice combo box player KM collapse alt English N Desktop list ExpressVPN 8 of 40ចឹងខ្ញុំសូមតេស្តមើលដើម្បីវាអានតេស្តមើល YouTube មួយសិន Google Chrome 10 of 40 Google Chrome window who's using Chrome region who's using Chrome who's using name your profile let more action open Graffiti 2 profile name your profile more actions for Graffiti 2 button open Graffiti Pro button more actions clickable rename your profile open Graffiti 2 profile ចូលនេះមកនេះខ្ញុំចុច YouTube មួយសិនselected YouTube clickable KH clickable button search lamp button search no text edit no text no clickable button settings clickable link sign in navigation tab show tabs of tab main start watching videos to no text edit field banner landmark clickable button guide search landmark clickable banner landmark search KHNER space SEN NESFRចាំផ្លាតបងប្អូនខ្ញុំសាកមើលសិន KHNER space SONG YouTube document clickable guide main landmark clickable top Cambodian songs 20 when clickable their old song link heading level 3 clickable digital link ជំរឿបတ်ពេញនិយមពីរូបណែវាលឺអញ្ចឹងបងប្អូនវាអានអញ្ចឹងហើយនេះគឺខ្ញុំទៅឡើងបានជោគជ័យហើយខ្ញុំតេស្តវាយអក្សរខ្មែរបងប្អូនមើលណែអូខេវាអានច្បាស់ហ៎អញ្ចឹងខ្ញុំ switch មកភាសាខ្មែរមករបៀប switch ភាសាខ្មែរព្រោះយើងតឡើងហើយអស់ហើយអញ្ចឹងវានេះ Alt Shift ខ្ញុំចុចថាការរស់រានមានជីវិតការរៀនការរកស៊ីអញ្ចឹងណាការរកការងារធ្វើស្អីរថជើងវស្អើអូខេវានេះតិចការរកការងារធ្វើណែការរកការងារធ្វើអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានឆ្ងល់អីអាចទៅសេក្នុង comment បានឬក៏ចង់សំណូមពរអីផ្សេងទៀតក៏អាច comment បានហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា